ឧត្តមស្នេហ៍ឯករដ្ឋស្រៀងដឹកនាំកិច្ចប្រជុំពង្រឹងសមត្ថភាពជំនាញក្នុងការបង្ក្រាបបទល្មើសនិងការប្រមូលព័ត៌មានឲ្យកាន់តែមានប្រសិទ្ធភាព នារសៀលថ្ងៃទី14 ខែកក្កដាឆ្នាំ 2026 នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញលោកឧត្តមស្នេហ៍ឯករដ្ឋស្រៀងមេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេសជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញបានអញ្ជើញដឹកនាំកិច្ចប្រជុំដ៏សំខាន់មួយដើម្បីពង្រឹងសមត្ថភាពរបស់កម្លាំងជំនាញក្នុងការបង្ក្រាបបទល្មើសនិងការប្រមូលព័ត៌មានឲ្យកាន់តែមានប្រសិទ្ធភាពក្នុងឱកាសនោះលោកឧត្តមស្នេហ៍ឯករដ្ឋស្រៀងបានមានប្រសាសន៍ណែនាំនិងរំលឹកយ៉ាងម៉ឺងម៉ាត់អំពីវិន័យ សណ្ដាប់ធ្នាប់និងក្រមសីលធម៌ការងាររបស់កងកម្លាំងព្រមទាំងបានសង្កត់ធ្ងន់លើសារៈសំខាន់នៃការបន្តពង្រឹងតួនាទីនិងភារកិច្ចស្នូលរបស់កងរាជអាវុធហត្ថក្នុងការបង្ការបង្ក្រាបនិងសង្គ្រោះដើម្បីធានាសន្តិសុខសុវត្ថិភាពនិងសណ្ដាប់ធ្នាប់សាធារណៈជូនប្រជាពលរដ្ឋការពង្រឹងជំនាញទាំងនេះគឺជាកត្តាចាំបាច់ក្នុងការទប់ស្កាត់និងដោះស្រាយរាល់បទល្មើសគ្រប់ប្រភេទប្រកបដោយប្រសិទ្ធភាពខ្ពស់ កិច្ចប្រជុំនេះបានពិភាក្សាលម្អិតអំពីយុទ្ធសាស្ត្រនិងបច្ចេកទេសថ្មីៗក្នុងការប្រមូលនិងវិភាគព័ត៌មានសន្តិសុខដើម្បីឆ្លើយតបទៅនឹងការវិវត្តនៃបទល្មើសនានាលោកឧត្តមស្នេហ៍ឯកបានជំរុញឲ្យកងកម្លាំងទាំងអស់បង្កើនការយកចិត្តទុកដាក់លើការងារស៊ើបអង្កេតនិងការប្រើប្រាស់បច្ចេកវិទ្យាទំនើបៗដើម្បីប្រយុទ្ធប្រឆាំងនឹងបទល្មើសគ្រឿងញៀនបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានិងបទល្មើសផ្សេងៗទៀត ចង់បានបន្ទប់ស្អាតទាន់សម័យនិងចំណេញលំហមែនទេជ្រើសរើសសាឡុងក្រេពូករបស់យើងសោភ័ណភាពឈានមុខគុណភាពស្តង់ដាររឹងមាំផាសុកភាពនិងទំនុកចិត្តគឺនៅទីនេះកំងឥឡូវនេះ